ល្ងាចនេះខ្ញុំមកឆាត្រីប្រាហើមបងប្អូនត្រីប្រាហើមមានចំនួន3ខាំខ្ញុំយកមកចិតកង់រួចហើយលាងទឹក3ទឹកសិនហើយពេលដែលខ្ញុំចាក់ទឹកលាងហ្នឹងខ្ញុំបានថតឲ្យបងប្អូនមើលទេបងប្អូនថតកាត់ទេបងប្អូនអើយខ្ញុំមកច្រាំខ្ទឹមច្រាំអីរួចហើយយកត្រីហ្នឹងទៅដាក់បដៅដាក់ចៀនឲ្យវារាងក្រៀមបន្តិចបានខ្ញុំយកទៅឆាបងប្អូនខ្ញុំដាក់ចៀនឲ្យសព្វកង់ទៅចៀនរួចហើយឲ្យវាក្រៀមបន្តិចត្រឡប់ចុះត្រឡប់ឡើងរួចហើយយកឆ្នាំងនៅដដែលហ្នឹងគ្រាន់តែដួសប្រេងចេញបន្តិចទៅបដៅខ្ទឹមឲ្យឈ្ងុយហើយដាក់ប្រេងខ្យងដាក់ស្ករប៊ីចេងតាមចំណូលចិត្តរួចហើយខ្ញុំចាក់ត្រីចូលលីងវាឲ្យចូលគ្នាឲ្យសព្វចោលឲ្យឆ្អិនបន្តិចរួចហើយរោយលខ្ទឹមដាក់ពីលើមើលទៅតំណងអត់បងប្អូនហើយឆ្អិនហើយយើងដួសដាក់ចានទៅបងប្អូនល្ងាចនេះខ្ញុំហូបជាមួយបបរសខ្ញុំអត់ដាំបាយទេនេះបើសិនជាបាន7ទុំទៀតដឹងអែមប៉ុណ្ណាទេបងប្អូនមកហូបទាំងអស់គ្នាបងប្អូន